ស៊ីប៉ាឡេស្ទីករបស់អ៊ីរ៉ង់បានហោះរំលងអ៊ីរ៉ាក់ស៊ីរីសម្ដៅមកលើទឹកដីទូគីបង្កឲ្យមានការភ្ញាក់ផ្អើលពីពេញអង្គការយោធា NATO ដែលជាចំណុចរបត់នៃប្រវត្តិសាស្ត្រចំពេលដែល drone អ៊ីរ៉ង់បានកំទេចប្រលាយយន្តហោះនៃដែនកោះស៊ីការវាយប្រហារលើសមាជិកអង្គការយោធា NATO គឺជាល្បែងភ្នាល់ដ៏គ្រោះថ្នាក់បំផុតសម្រាប់អ៊ីរ៉ង់ព្រោះនឹងអាចធ្វើឲ្យប្រទេសអឺរ៉ុបទាំង29ទៀតលោតចូលច្បាំងជាមួយអាមេរិកពេញទំហឹងតាមមាត្រា5របស់អង្គការយោធា NATO កាសែត Reuters នៅថ្ងៃទី4មីនាបានពិពណ៌នាថានៅក្នុងសប្តាហ៍ទី1នៃសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ពិភពលោកបានឃើញនៅចំណុចរបត់ដ៏គ្រោះថ្នាក់បំផុតមួយនោះគឺការបាញ់មីស៊ីប៉ាឡេស្ទីកចេញពីអ៊ីរ៉ង់សម្ដៅមកកាន់ដែនអាកាសប្រទេសទូគីនៅថ្ងៃទី4មីនាការវាយផ្លោងមីស៊ីនេះដែលអ្នកវិភាគសង្ស័យថាអ៊ីរ៉ង់ចង់បាញ់កំទេចមូលដ្ឋានរ៉ាដាខូឆេករបស់ NATO នៅប្រទេសទូគីព្រោះអ៊ីរ៉ង់ជឿថារ៉ាដានេះលួចផ្ដល់ទិន្នន័យឲ្យអ៊ីស្រាអែលដើម្បីតាមដានការបាញ់មីស៊ីរបស់ខ្លួនតែជាសំណាងល្អបន្តិចទោះជាប្រព័ន្ធការពារដែនអាកាសរបស់ NATO អាចស្ទាក់ចាប់មីស៊ីនេះបាននៅពាក់កណ្ដាលអាកាសក៏ដោយប៉ុន្តែកំទេចកំទីដ៏ខ្លាំងក្លាបានធ្លាក់ចុះមកលើខេត្តហាថៃភាគខាងត្បូងប្រទេសទូគីភ្លាមបន្ទាប់មករដ្ឋមន្ត្រីការបរទេសទូគីបានលើកឡើងថាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ពេលនេះគឺចង់បង្កសង្គ្រាមឲ្យឆេះពីពេញតំបន់មជ្ឈិមបូព៌ាតែម្ដងចំណែកឯលោកអ៊ែរដូកាន់ប្រធានាធិបតីទូគីកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាកសម្រេចចិត្តនោះថាតើត្រូវប្រកាសអាសន្នហៅ NATO មកជួយច្បាំងឬក៏ត្រូវរក្សាភាពអត់ធ្មត់ដើម្បីធ្វើជាអ្នកសម្របសម្រួលបន្តទៀតទន្ទឹមទៅនឹងការរីករាលដាលដល់តំបន់អឺរ៉ុបរបាយការណ៍ចេញពីគេហទំព័រ Reuters បានចុះផ្សាយនៅថ្ងៃទី2មីនាបានលម្អិតថាសង្គ្រាមបានរីករាលដាលដល់កោះស៊ីបដែលជាប៉ុស្តិ៍យាមរបស់អឺរ៉ុបក្នុងសមុទ្រមេឌីទែរ៉ាណេនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីយោធារបស់អឺរ៉ុបចាប់តាំងពីឆ្នាំ1686មកដែលធ្វើឲ្យស្ថានភាពកាន់តែចលាចលរហូតដល់ការជំនះគ្រួសារកងទ័ពនិងពលរដ្ឋនៅក្បែរនោះជាបន្ទាន់ភ្លាមបន្ទាប់មកប្រធានាធិបតីស៊ីបលីកនីកូគ្រីស្តូដូលីដេសនៅថ្ងៃទី3មីនាបានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើកប្រភេទនេះគឺជាប្រភេទសាហេតផលិតដោយអ៊ីរ៉ង់ខណៈដែលកងកម្លាំងស៊ីបបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក2គ្រឿងបន្ថែមទៀតដែលធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋាននៅព្រឹកនោះចំណែកឯក្រសួងការពារជាតិស៊ីបបានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើកនេះមិនត្រូវបានបាញ់ចេញពីទឹកដីអ៊ីរ៉ង់ទេដោយរដ្ឋមន្ត្រីអង់គ្លេសនិងស៊ីបសង្ស័យថាត្រូវបានបាញ់ដោយក្រុមហេបបឡោះដែលគាំទ្រដោយអ៊ីរ៉ង់ចេញពីប្រទេសលីបង់ទៅវិញមិនយូរប៉ុន្មានផងការឆ្លើយតបពីទីក្រុងឡុងនី VH មេត្រាកូដបានចេញដំណើរមកកាន់សមុទ្រមេឌីទែរ៉ាណេនៅពេលនោះជាមួយគ្នានៅចំពោះមុខការរំលោភបំពាននេះនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានសម្រេចចិត្តផ្លាស់ប្ដូរជំហរយ៉ាងមុតមាំលោកបានប្រកាសបញ្ជូននាវាបំផ្លាញមីស៊ីដ៏ទំនើបរួមជាមួយនឹងអធិបតេយ្យជាច្រើនដែលប្រដាប់ដោយមីស៊ីប្រឆាំងដ្រូនឲ្យធ្វើដំណើរមកកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតជាបន្ទាន់ទន្ទឹមនឹងការបញ្ជូននាវាចម្បាំងលោក Keir Starmer ក៏បានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសដើម្បីវាយបកទៅលើទីតាំងមីស៊ីរបស់អ៊ីរ៉ង់វិញផងដែរសកម្មភាពនេះសបញ្ជាក់ឲ្យឃើញថាមហាអំណាចអឺរ៉ុបបានដកខ្លួនចេញពីភាពស្ងប់ស្ងាត់ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីការពារដែនអាកាសនិងផលប្រយោជន៍របស់ខ្លួនប្រឆាំងទៅនឹងការឈ្លានពានរបស់អ៊ីរ៉ង់មុននឹងបញ្ចប់យើងមានសំណួរដ៏រសើបមួយនៅពេលដែលអ៊ីរ៉ង់បាញ់មីស៊ីចេញពីទឹកដីរបស់ខ្លួនឆ្លងកាត់ប្រទេសដទៃដូចជាអ៊ីរ៉ាក់ស៊ីរីជាដើមតើប្រទេសសម័យខ្លួននោះអនុញ្ញាតឬក៏យ៉ាងណាខ្ញុំសំអាងវណ្ណៈ True Insider